តើសិលាចារឹកនៅខេត្តណាដែលមានវ័យចាស់ជាងគេបង្អស់ថ្ងៃនេះយើងនឹងមកស្គាល់អំពីសំណួរសំខាន់មួយនេះតាមការស្រាវជ្រាវវិទ្យាសាស្ត្រនិងការបញ្ជាក់ពីអ្នកបុរាណវិទ្យាបានបង្ហាញថាមានសិលាចារឹកចាស់បំផុតនៅកន្លែងសំខាន់ចំនួន3កន្លែងទី1គឺខេត្តតាកែវនៅទីនេះមានសិលាចារឹកទួលអង្គរបូរីដែលចុះកាលបរិច្ឆេទក្នុងឆ្នាំ611គ្រិស្តសករាជសិលាចារឹកនេះបានចារឡើងក្នុងរាជកាលព្រះបាទទេសានវរ្ម័នទី1ព្រះអង្គជាស្ដេចដ៏សំខាន់ក្នុងសម័យចុងអាណាចក្រចេនឡានេះហើយជាសិលាចារឹកចាស់ជាងគេបង្អស់ដែលគេចាត់ទុកថាជាភស្តុតាងដំបូងនៃអក្សរខ្មែរកន្លែងទី2គឺខេត្តក្រចេះនៅវត្តសម្បូរមានសិលាចារឹកបុរាណជាច្រើនក្នុងចំណោមនោះមានសិលាចារឹកដែលសរសេរឡើងក្នុងសតវត្សទី7និងទី8សិលាចារឹកនៅទីនេះភាគច្រើនត្រូវបានចារឡើងក្នុងរាជកាលព្រះបាទទេសានវរ្ម័នទី1និងព្រះអង្គក្រោយទោះបីវាមិនមានការបរិច្ឆេទច្បាស់ដូចសិលាចារឹកទួលអង្គរបូរីក៏វាបង្ហាញថាអក្សរខ្មែរនិងសាសនាបានរីកចម្រើនយ៉ាងខ្លាំងកន្លែងទី3គឺខេត្តកំពង់ធំនៅតំបន់សម្បូរប្រាសាទមានសិលាចារឹកជាច្រើនក្បាលដែលសរសេរឡើងកាលពីដើមសតវត្សទី8សិលាចារឹកមួយចំនួននៅទីនេះត្រូវបានចារឡើងក្នុងរាជកាលព្រះបាទជីវមន្តទី1វាបង្ហាញថាកម្ពុជាកាលនោះមានអក្សរសាសនានិងអំណាចនយោបាយរីកចម្រើនខ្លាំងសង្ខេបមកវិញសិលាចារឹកចាស់ជាងគេបង្អស់នៅប្រទេសកម្ពុជាគឺសិលាចារឹកទួលអង្គរបូរីខេត្តតាកែវចុះកាលបរិច្ឆេទក្នុងឆ្នាំ611គ្រិស្តសករាជក្នុងរាជកាលព្រះបាទទេសានវរ្ម័នទី1បន្ទាប់មកគឺសិលាចារឹកវត្តសម្បូរខេត្តក្រចេះដែលភាគច្រើនត្រូវបានចារឡើងក្នុងរាជកាលព្រះបាទទេសានវរ្ម័នទី1និងព្រះអង្គក្រោយហើយនៅទី3គឺសិលាចារឹកតំបន់សម្បូរខេត្តកំពង់ធំដែលត្រូវបានចារឡើងក្នុងសម័យព្រះបាទជីវមន្តទី1សិលាចារឹកទាំងនេះមិនត្រឹមតែជាភស្តុតាងនៃអក្សរខ្មែរបុរាណទេប៉ុន្តែជាកេរដំណែលដ៏អស្ចារ្យបង្ហាញពីប្រវត្តិសាស្ត្រជាតិខ្មែរយើងតាំងពីជាង14សតវត្សមកហើយសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញឿន line shopping ទីតាំងបូរីពិភពថ្មីឈូកវ៉ាមួយផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353